នៅក្នុងទូមានបន្លែពី3មុខហើយនឹងសាច់គោម្ដុំក៏យកមកធ្វើភ្លាមហ្មងទៅចូលឆ្នាំនេះពិតជាដេកផ្ទះស្អាតមែនទែនគឺថាសំបីតាផ្សារក៏អត់សូវចង់ទៅដែរហើយសម្រាប់ការធ្វើភ្លាសាច់គោគឺដំបូងឡើយគឺខ្ញុំត្រូវច្របាច់សាច់គោជាមួយនឹងរំដេងដែលបានបុកហើយជាមួយនឹងទឹកក្រូចឆ្មាហើយយើងច្របាច់សាច់គោជាមួយនឹងរំដេងហើយក្រូចឆ្មាហ្នឹងរហូតដល់សាច់គោបានឆ្អិនដែលឆ្អិនហ្នឹងគឺយ៉ាងហោចណាស់ 50% សម្រាប់បន្លែវិញគឺខ្ញុំមាន4មុខមានស្ពៃក្តោបម្ទេស2ពណ៌ការ៉ុតហើយនិងខ្ទឹមបារាំងហើយគ្រឿងផ្សេងទៀតមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ទេសហាន់ហើយក្រូចឆ្មាសណ្តែកដីហើយនិងម្ទេសបុកជាមួយនឹងខ្ទឹមសយើងធ្វើការចាក់គ្រឿងទាំងអស់ហ្នឹងចូលទៅក្នុងសាច់គោរបស់យើងហើយបានយើងធ្វើការផ្សំគ្រឿងដូចជាទឹកត្រីម្សៅស៊ុបប៊ីចេងស្ករត្នោតទឹកដោះគោហើយនិងច្របាច់ក្រូចឆ្មាយើងច្របល់សាច់ហើយនិងគ្រឿងដែលយើងបានដាក់ហ្នឹងឲ្យបានចូលជាតិគ្នាបន្ទាប់មកបានយើងធ្វើការភ្លក់ដើម្បីឲ្យបានរសជាតិដែលយើងចូលចិត្តហើយទើបយើងដាក់បន្លែចូលសម្រាប់បន្លែវិញបើបានសណ្តែកគួរហើយនិងសណ្តែកបដោះមួយមុខទៀតគឺធ្វើឲ្យភ្លារបស់យើងហ្នឹងកាន់តែឆ្ងាញ់ប៉ុន្តែដោយសារតែខ្ញុំអត់មានអញ្ចឹងទៅខ្ញុំដាក់បន្លែណាដែលខ្ញុំមានទៅយើងធ្វើការច្របល់បន្លែហើយនិងសាច់របស់យើងឲ្យចូលជាតិគ្នាអញ្ចឹងមកហើយសម្រាប់រសជាតិដែលខ្ញុំចូលចិត្តហ្មងគឺហឹរហើយនិងជូរដិតចុងក្រោយគេទើបយើងដាក់សណ្តែកដីហើយនិងជីតែប៉ុណ្ណេះយើងបានភ្លាមួយចានដែលមានរសជាតិឆ្ងាញ់បាត់ម្ហូបអញ្ចេះហាបងប្អូនបើបានញ៉ាំជាមួយកូកាដាក់ទឹកកកត្រជាក់ទៀតអូយនិយាយពីថាជាតិអស់ទាស់ហ្មងវីដេអូមានតែប៉ុណ្ណឹងកុំភ្លេចជួយ share ជួយ like ផងណាបងប្អូន